នឹងខាត់ធ្ងន់បើសិនជាប្រទេសថៃបិទច្រកព្រំដែនជប់ធ្វើជំនួយពាណិជ្ជកម្មជាមួយកម្ពុជាដោយសារតែប្រទេសថៃគាត់លក់ទំនិញមកកម្ពុជាច្រើនជាងគាត់ទិញទំនិញពីកម្ពុជាក្នុងមួយឆ្នាំបាទអញ្ចឹងខ្ញុំយកទិន្នន័យថ្មីបំផុតចេញពីប្រទេសថៃតែម្ដងនៅខែ4ហ្នឹងបាទខែមេសាហ្នឹងតើគាត់នាំចូលទំនិញមកកម្ពុជាប៉ុន្មានហើយគាត់នាំទំនិញពីកម្ពុជាចូលស្រុកគាត់ប៉ុន្មានបាទហើយខ្ញុំនឹងនិយាយពីច្រកនីមួយៗថាការជួញដូរបែបណាបាទច្រកសំខាន់ៗនាំចេញនាំចូលហ្នឹងអញ្ចឹងនៅខែ4បាទខែណាខែមេសា2025នេះកម្ពុជាទិញទំនិញពីថៃខ្ទង់$368 លានបាទគេនាំចូលទំនិញពីថៃ$368 លានហើយថៃនាំទំនិញចូលពីកម្ពុជាខ្ទង់តែ$110 លានទេអញ្ចឹងយើងលក់ទៅថៃ$110 លានហើយយើងទិញចូលពីថៃវិញបាទទិញពីថៃវិញ$368 លានអញ្ចឹងបានតែបើថាថៃនិងកម្ពុជាគឺរកស៊ីថៃចំណេញរហូតដល់ទៅ$258 លានក្នុងមួយខែបាទក្នុងការធ្វើជំនួយពាណិជ្ជកម្មនឹងក្នុងមួយខែមេសាចង់និយាយខែមេសាហើយយើងមើលទៅក្នុងច្រកព្រំដែនសំខាន់របស់យើងមានច្រកដូចជាច្រកប៉ោយប៉ែតគឺក្នុងមួយខែប្រទេសថៃគាត់លក់ទំនិញមកកម្ពុជាណាបានតាមច្រកប៉ោយប៉ែតហ្នឹង$217 លានក្នុងមួយខែតែតាមច្រកប៉ោយប៉ែតហ្នឹងដដែលណាសាខាប៉ោយប៉ែតហ្នឹងគឺយើងនាំទំនិញរបស់យើងតែខ្ទង់$83 លានតែប៉ុណ្ណោះបាទអញ្ចឹងគេ$217 លានមកខ្មែរហើយខ្មែរទៅគេវិញតែ$83 លានតែប៉ុណ្ណោះតាមច្រកប៉ោយប៉ែតបាទតាមច្រកប៉ោយប៉ែតតែច្រកដែលធំជាងគេច្រកពាណិជ្ជកម្មធំជាងគេអញ្ចឹងយើងបើគិតជាថ្ងៃវិញគេលក់មកយើងក្នុងមួយថ្ងៃ$7 លានហើយយើងលក់ទៅគេវិញក្នុងតែ$2 លានជាងតែប៉ុណ្ណោះបាទ$7 លានភាគទាំង$2 លានអញ្ចឹងគឺចំណេញ$75 លានហើយបើតាមច្រកមួយទៀតដែលសំខាន់ដែរគឺច្រកប៉ៃលិនចន្ទបុរីប៉ៃលិនហ្នឹងគឺក្នុងមួយខែប្រទេសថៃនាំទំនិញមកទៅកម្ពុជាឬលក់មកកម្ពុជា$75 លានបាទក្នុងមួយខែឬក្នុងមួយថ្ងៃ$2 លានកន្លះទៅតាមច្រកប៉ៃលិនតែបើយើងទៅគេវិញតែខ្ទង់$9 លានតែប៉ុណ្ណោះបាទអញ្ចឹងក្នុងមួយថ្ងៃយើងលក់ទៅខាងថៃ3សែនហើយយើងទិញចូលពីគេវិញ$2 លានកន្លះតាមច្រកប៉ៃលិនបាទអញ្ចឹងអានឹងយើងមានអនុភាពជាមួយពួកគាត់ខ្លាំងដែរនៅតាមច្រកប៉ៃលិនហើយច្រកមួយទៀតដែលតែច្រកសំខាន់ដែរនៅតាមកោះកុងខ្លងចែងកោះកុងនេះគឺយើងនាំទំនិញពីថៃ$66 លានក្នុងខែ4ខ្ញុំនិយាយទៅខែ4ណាក្នុងខែ4បាទហើយយើងលក់ទៅខាងថៃវិញបានតែ$8 លានក្នុងមួយខែបាទតាមច្រកកោះកុងហ្នឹងអញ្ចឹងបានមួយខែក្នុងមួយថ្ងៃវិញនៅខែមេសាក្នុងមួយខែមេសាហ្នឹងគឺយើងទិញទំនិញពីថៃខ្ទង់$2 លានជាងនៅតាមច្រកកោះកុងហ្នឹងហើយយើងលក់ចេញទៅខាងថៃវិញបានតែខ្ទង់$2 សែនជាងតែប៉ុណ្ណោះបាទអញ្ចឹងមានអនុភាពដែរនៅច្រកតាមប៉ោយប៉ែតច្រកប៉ៃលិនហើយមកខាងច្រកខាងកោះកុងហ្នឹងហើយមួយច្រកទៀតដែលសំខាន់គឺច្រកអូស្មាច់បាទច្រកអូស្មាច់នេះរៀងល្អមកយើងបន្តិចបាទដោយសារតែថៃក្នុងមួយខែ4នេះគេនាំទំនិញគេចូលមកកម្ពុជាតែខ្ទង់$6.6 លានតែប៉ុណ្ណោះតាមច្រកហ្នឹងណាតែយើងនាំទៅខាងថៃវិញបានខ្ទង់$9.3 លានអញ្ចឹងបានថានៅក្នុងច្រកនេះយើងចំណេញច្រកអូស្មាច់នេះយើងចំណេញគឺនាំទំនិញរបស់យើងច្រើនជាងយើងនាំទំនិញពីថៃចូលគឺមួយថ្ងៃខ្ទង់$3 សែនជាងយើងលក់ទៅថៃហើយយើងទិញពីថៃពីខាងតាមច្រកអូស្មាច់ហ្នឹងតែក្នុង